បងប្អូនចង់ទុកចិត្តទេទី1ឯកភាព JBC មិនបាត់បង់ទឹកដីទី2កងទ័ពយើងកំពុងតែឈរជើងបើយើងបានសម្រាកបាញ់ខ្លះក៏ល្អទី3មានឱកាសរៀបចំស្បៀងនិងអ្វីផ្សេងទៀតទី4កុំយកព័ត៌មានសៀមមកបន្តផ្សព្វផ្សាយបន្តទី5រងចាំ share ព័ត៌មានជាតិកម្ពុជាថៃឯកភាពគ្នាលើបទឈប់បាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង 12 ថ្ងៃត្រង់គឺជាការឈប់បាញ់នៅនឹងកន្លែងអ្នកណាឈរនៅកន្លែងណាគឺនៅកន្លែងហ្នឹងបទឈប់បាញ់នេះមិនធ្វើឲ្យប៉ះពាល់ដល់រឿងខ្សែបន្ទាត់ព្រំដែននិងការខណ្ឌសីមាដែលត្រូវដោះស្រាយជាមួយនឹងគ្នាបន្តទៀតតាមយន្តការ JBC និងតាមច្បាប់អន្តរជាតិព្រោះកម្ពុជាហើយនិងថៃគឺមានខ្សែបន្ទាត់ព្រំដែនជាមួយគ្នាដែលជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិដូចមានកំណត់នៅក្នុងកថាខណ្ឌទី3បញ្ជាក់ឡើងវិញនៅការតាំងចិត្តរួមគ្នានៅក្នុងការវិលត្រឡប់ទៅរកការសន្ទនាតាមរយៈនិងការផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលធ្វើឡើងដោយកន្លងមកក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់សម្ដៅបញ្ឈប់អរិភាពគ្រប់ទម្រង់និងដើម្បីបង្កើតនូវសន្តិភាពមួយដ៏ពិតប្រាកដនិងប្រកបដោយចីរភាពជាមួយនឹងការបដិញ្ញាចិត្តយ៉ាងមុះមាំចំពោះការកសាងទំនុកចិត្តនិងការស្ដារប្រកបដោយភាពឡើងវិញនិងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនឯកភាពលើលក្ខខណ្ឌនិងវិធានការដូចខាងក្រោម1វិធានការកាត់បន្ថយភាពតានតឹងភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះគិតចាប់ពីម៉ោង 12 ថ្ងៃត្រង់ម៉ោងនៅក្នុងស្រុកខែទី27ខែធ្នូឆ្នាំ2025ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទក្នុងគ្រប់ករណីនិងនៅគ្រប់តំបន់ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិលគោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀតភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុឬធ្វើសកម្មភាពរលទៅមុខឬចល័តកម្លាំងទៅលើទីតាំងឬកងកម្លាំងរបស់ភាគីម្ខាងទៀតទោះស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយភាគីទាំងពីរនេះគឺមិនត្រូវបំពានលើកិច្ចព្រមព្រៀងនេះជាដាច់ខាតចំណុចទី2ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនត្រូវធ្វើសកម្មភាពចល័តកងទ័ពបន្ថែមទៀតទេមិនត្រូវឲ្យមានការធ្វើសកម្មភាពចល័តកងទ័ពដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀតចំណុចទី3ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះគឺមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រកល់ទូនីតិឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីនភាគីទាំងពីរឯកភាពគ្នាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅចំណុចទី4ភាគីទាំងពីរឯកភាពអនុញ្ញាតឲ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់និងវិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់បំផុតនេះដោយគ្មានការរារាំងនិងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងៗខ្លួនចំណុចទី5ភាគីទាំងពីរឯកភាពគ្នាថានឹងមិនបង្កើនកម្លាំងតាមបណ្ដោយព្រំដែនកម្ពុជាហើយនិងថៃទាំងមូលការបង្កើនកងកម្លាំងណាមួយគឺអាចបង្កើនភាពតានតឹងហើយក៏បង្កឲ្យមានផលវិជ្ជមានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងនៅក្នុងការដោះស្រាយស្ថានភាពបច្ចុប្បន្នអញ្ចឹងបើសិនជាឥឡូវស្ថានភាពស្ងប់ស្ងាត់ហើយសូមមេត្តាបងប្អូនយោគយល់កុំទៅផុសកុំទៅតសេចាក់រុកឬមួយក៏ឌៀមដាមអីទៅខាងគេដើម្បីបញ្ឆេះកំហឹងទៀតណាបងប្អូនចានៅក្នុងពេលនេះអ្វីដែលបងប្អូនគួរតែធ្វើត្រូវតែតាមដានព័ត៌មានជាតិយើងតាមដានเพจក្រសួងឬមួយក៏เพจផ្លូវការរបស់សម្ដេចតេជោហ៊ុនសែនហើយនិងเพจព័ត៌មានផ្សេងដែលមាននៅក្នុងស្រុកខ្មែរប៉ុន្តែតាមដានតែព័ត៌មានប៉ັດបានទេណាបងប្អូនព័ត៌មានคล้ายៗឬមួយក៏ព័ត៌មានមកពីប្រទេសថៃដែលគេផុសយ៉ាងម៉េចក៏បងប្អូនកុំខ្វល់ហើយកុំឲ្យយកផុសចែកចាយបន្តរបៀបថាឲ្យវាកាន់តែរីករាលដាលពេញហ្នឹងណាបងប្អូនចាព្រោះដោយសារតែព័ត៌មានខ្លះហ្នឹងគឺคล้ายៗទេសូមបងប្អូនក៏មានការព្រួយបារម្ភនឹងរឿងបាត់ទឹកដីអត់មានបាត់ទឹកដីអីទៅណាទេបងប្អូនចាទឹកដីគេនៅទឹកដីគេទឹកដីយើងនៅទឹកដីយើងហើយក៏កុំជឿព័ត៌មានដែលបំផុសថាយើងកាត់ទឹកដីឲ្យសៀមចេះមួយចុះពីរអត់មានទេបងប្អូនព័ត៌មាននេះបញ្ជាក់ណាបងប្អូនណាកុំយកព័ត៌មានសៀមយកមកផ្សាយបន្តរងចាំ share តព័ត៌មានជាតិយើងបានហើយមួយទៀតយើងមានឱកាសរៀបចំស្បៀងនិងអ្វីផ្សេងទៀតចឹងបងប្អូនក្នុងពេលនេះត្រូវតែរួបរวมគ្នាណាបងប្អូនណាជួយគ្នារៀបចំឲ្យបានលឿនចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ